ជំរាបសួរទស្សនិកជនដែលកំពុងតែទស្សនានៅលើ YouTube កូនអ្នកត្បូងឃ្មុំទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនទាំងអស់មកទស្សនាអំពីរមណីយដ្ឋានមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិចំការកឃុំចកស្រុកអូរាំងឪខេត្តត្បូងឃ្មុំរមណីយដ្ឋានមួយនេះមានឈ្មោះថាសំនៀងតារាជាស្ដែងនៅក្នុងវីដេអូនេះខ្ញុំបានធ្វើការថតកាលពីរដូវកាលបុណ្យភ្ជុំបិណ្ឌគ្រាន់តែថាខ្ញុំមិនសូវទំនេរក៏មិនបានយកមកកាត់ដោយនឹកឃើញថាទេសភាពដែលបានថតនឹងក៏ស្រស់ស្អាតចំណែកឯការចែករំលែកក៏មិនទាន់មានអញ្ចឹងហើយក៏សម្រេចចិត្តថាយកមកកាត់តជាថ្មីដើម្បីបញ្ចូលសំឡេងនិងចែកជូនទៅកាន់ទស្សនិកជនដើម្បីធ្វើការទស្សនានៅផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតមួយនេះតំបន់រមណីយដ្ឋានកែច្នៃមួយនេះប្រហែលជាបងប្អូនអ្នកស្រុកអូរាំងឪគឺស្គាល់ដាច់ហើយចំណែកឯខ្ញុំអ្នកចម្ងាយទៅពីស្រុកមេមត់ទៅប្រហែលជាទៅតែស្គាល់ទេហើយស្គាល់តែម្ដងហ្នឹងគឺចាប់ចិត្តដិតអារម្មណ៍តែម្ដងជាមួយនឹងអាងទឹកដ៏ស្រស់ស្អាតមានជម្រៅដែលគូសមសម្រាប់មនុស្សធំសម្រាប់មនុស្សពេញវ័យសម្រាប់ក្មេងលេងក៏ដូចជាស្លាយរំកិលខ្លួនរំអិលខ្លួនពីលើធ្លាក់មកក្រោមមានទាំងតូចមានទាំងធំជាមួយគ្នានោះដែរបងប្អូនក៏បានឃើញអំពីស្រះទឹកនៅជិតនឹងអាងដែលលេងទឹកហ្នឹងណាគឺស្រះទាំងពីរធំហ្នឹងគឺជាស្រះដែលគាត់ធ្វើការចិញ្ចឹមត្រីហើយយើងដើរក្បែរហ្នឹងណាក៏ឃើញមានត្រីមានអីចឹងទៅសម្រាប់កន្លែងនេះគឺយើងឃើញថាមានមួយតំបន់ហ្នឹងគឺរាកបានន័យថាសម្រាប់ក្មេងលេងហើយតំបន់តែមុខទៀតគឺសម្រាប់ក្មេងដែរគាត់ថាក្មេងរាងធំវិញទៅចឹងណាហើយគាត់ថាពេលដែលយើងទៅលេងហ្នឹងគឺត្រូវបានឲ្យមានអាណាព្យាបាលជាពិសេសហ្នឹងប៉ាម៉ាក់ហ្នឹងគឺអង្គុយចាំមើលកូនដោយខ្លួនឯងពីព្រោះថាដើម្បីមើលថែសុវត្ថិភាពកូនរបស់យើងពេលដែលមើលទេសភាពពីខាងលើទៅក៏បានឃើញកាន់តែច្បាស់ជាមួយនឹងអាងទឹកជាមួយនឹងស្រះទឹកកន្លែងដែលទទួលភ្ញៀវកន្លែងដែលភ្ញៀវឬក៏អ្នកដែលទៅលេងហ្នឹងទទួលទានអាហារជាពិសេសបងប្អូនក៏ឃើញមានចំការដំណាំផ្សេងនៅជាប់នឹងកន្លែងលេងទឹកហ្នឹងតែម្ដងខ្ញុំជឿជាក់ថាបងប្អូនដែលបានអញ្ជើញមកដល់ទីនេះហើយណាច្បាស់ជាជាប់ចិត្តដិតអារម្មណ៍មិនងាយនឹងឃ្លាតឆ្ងាយទេបងប្អូនឃើញជាមួយនឹងការតុបតែងក៏ដូចជាការរៀបចំឡើងណាចំពោះការប្រើប្រាស់ជាមួយនឹងចរន្តអគ្គិសនីយើងក៏លេចឲ្យឃើញថាមានផ្ទាំងសូឡាហ្នឹងគឺច្រើនខ្លាំងមែនតើអញ្ចឹងហើយខ្ញុំគិតថាចំពោះការប្រើប្រាស់អគ្គិសនីនៅទីនេះគឺភាគរយខ្ពស់ដែលប្រើប្រាស់ទៅលើចរន្តអគ្គិសនីបែបពន្លឺព្រះអាទិត្យច្រើនជាងការប្រើប្រាស់ភ្លើងរថទាំងនេះក៏បានបង្ហាញថាវាគឺជាសារៈប្រយោជន៍ដែលបានផ្ដល់មកពីពន្លឺព្រះអាទិត្យជាពិសេសសម្រាប់បងប្អូនយើងដែលប្រកបរបរកសិកម្មដូចជាធ្វើការដាំដុះនៅដំណាំផ្សេងៗក៏អាចគិតគូរប្រើប្រាស់ទៅលើសូឡាឬក៏ផ្ទាំងសូឡាដើម្បីទទួលពន្លឺព្រះអាទិត្យបំលែងទៅជាថាមពលអគ្គិសនីយកទៅប្រើប្រាស់ដូចជាការបូមទឹកឬក៏តម្រូវការផ្សេងៗទៀតជាមួយគ្នានោះដែរខ្ញុំក៏សូមបញ្ជាក់នៅទីតាំងនេះសារជាថ្មីទីតាំងនេះមានឈ្មោះថាសំនៀងតារាមានទីតាំងស្ថិតនៅក្នុងភូមិចំការកឃុំចកស្រុកអូរាំងឪខេត្តត្បូងឃ្មុំ